ការដេញថ្លៃគម្រោងជួសជុលផ្លូវ3ខ្សែក្នុងឃុំត្រាំសសស្រុកស្រីស្នំត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទី27ខែមីនាឆ្នាំ2025គណៈកម្មការលទ្ធកម្មឃុំត្រាំសសនៃស្រុកស្រីស្នំខេត្តសៀមរាបបានសម្រេចការដេញថ្លៃជាស្ថាពរនៅគម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង3595ម៉ែត្រដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តអាជ្ញាធរស្រុកមន្ត្រីបច្ចេកទេសស្រុកគណៈកម្មការលទ្ធកម្មឃុំរួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃលោកឡាតសើបប្រធានគណៈកម្មការលទ្ធកម្មឃុំត្រាំសសនៃស្រុកស្រីស្នំបានឲ្យដឹងថាចំពោះគម្រោងមូលនិធិឃុំឆ្នាំ2025នេះឃុំត្រាំសសបានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន3ខ្សែប្រវែង3595ម៉ែត្រទទឹង4ម៉ែត្រកម្រាស់គ្រួស 0.15 ម៉ែត្រនិងស្លាកសញ្ញាគម្រោងចំនួន3ស្ថិតក្នុងភូមិបេងនិងភូមិបង្រោក្នុងតម្លៃប៉ាន់ស្មាន301លាន9សែន14413រៀលដោយមានក្រុមហ៊ុនចំនួន3បានដាក់សំណើជាលទ្ធផលបានទៅលើក្រុមហ៊ុន VSBMC ក្នុងតម្លៃ29លាន7សែន90000រៀលជាមួយនឹងការទទួលបានគម្រោងសាងសង់ផ្លូវខាងលើតំណាងក្រុមហ៊ុនដែលទទួលបានការម៉ៅការបានធ្វើការបដិញ្ញាចិត្តដោយសន្យាធ្វើឲ្យបានទាន់ពេលវេលាត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេសនិងតាមលក្ខខណ្ឌដោយដែលមានចែងក្នុងកិច្ចសន្យា